ជំរាបសួរបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំចូលវីដេអូមួយទៅជាមួយនឹងការអនុវត្តសុវត្ថិភាពការងាររបស់បងប្អូនជំនាញវិញ្ញាសាកម្មបាទពួកគាត់ជាសិក្សានៅឆ្នាំទី2បាទហើយចំនួនទី5ក្រុមព្រឹកមួយចឹងថ្ងៃនេះបងប្អូនបានសិក្សាទៅលើ module ទី6ទៅជាមួយ CNC Fry ចឹងមុននឹងការអនុវត្តទៅដល់ប្រើប្រាស់ម៉ាស៊ីនយើងត្រូវសិក្សាពីសុវត្ថិភាពការងារសិនចឹងថ្ងៃនេះបាទបន្ទាប់ពីបងប្អូនបានអានបាទមេរៀនទៅជាមួយនឹងសុវត្ថិភាពការងារហើយបងប្អូនបានឡើងធ្វើបទបង្ហាញរួចមកចឹងឥឡូវនេះគឺដល់ពេលអនុវត្តផ្ទាល់បាទចឹងអនុវត្តផ្ទាល់គឺលោកគ្រូបានដាក់សម្ភារៈទៅលើតុហើយបងប្អូនក្រុមនីមួយៗត្រូវឡើងធ្វើបាទមួយក្រុមធ្វើម្នាក់បាទម្នាក់គឺអ្នកអនុវត្តផ្ទាល់ទៅជាមួយនឹងសម្ភារៈសុវត្ថិភាពហើយម្នាក់ទៀតគឺអានដំណើរការនៃការធ្វើតាទី1ធ្វើអីទី2ធ្វើអីអញ្ចឹងទៅអញ្ចឹងនេះគឺក្រុម1បាទអញ្ចឹងសូមបងប្អូនអ្នកគ្នាជួយដាក់បន្ទូតក្រុមមួយធ្វើអន្តរជាងគេបាទក្នុងទាំង3ក្រុមហ្នឹងអញ្ចឹងឥឡូវមើលក្រុមទី1បាទក្រុមទី1គឺបងប្អូនជាមួយនឹងក្រុមទី1គឺបងអូនភិរមជាមួយនឹងគុនធាបាទចឹងគុនធាគាត់ធ្វើជំនួយការគាត់អានដំណើរការតើទី1ធ្វើអីទី2ធ្វើអីទៅហើយឥឡូវការងារបានបញ្ចប់ហើយបាទគឺគាត់បានធ្វើមួយបានងាយស្រួលយល់បាទបន្ទាប់មកគឺបើគាត់បានធ្វើរួចរាល់គឺគាត់អញ្ជើញក្រុមគាត់បាទមួយក្រុមនេះគឺឡើងបាទថតរូបជុំគ្នាដើម្បីបង្ហាញថាយើងបានធ្វើរួចរាល់ហើយតាមដំណើរការមួយអូខេបាទបន្តមកទៀតគឺយើងចូលដល់ក្រុមទី2គឺបាទនារីទាំងពីរបាទដោយសារបងប្អូនក្រុមគាត់ច្រើនបងប្អូនស្រីអញ្ចឹងហើយគាត់បានឡើងស្រីទាំងពីរបាទទាំងបងប្អូនน้อยគឺគាត់អ្នកធ្វើសម្ដែងបង្ហាញហើយវណ្ណរីគាត់បាទគាត់ជាអ្នកអាននៃជំហាននីមួយៗហ្នឹងបាទអញ្ចឹងការធ្វើរបស់គាត់គឺត្រូវស្លៀកពាក់ទី1ឲ្យមកស្លៀកពាក់ឯកសណ្ឋានហ្នឹងហើយទី2គឺត្រូវបាទធ្វើការបង្វិលទៅនឹងការមើលស្រោមដៃតើធ្លីឬក៏អត់អញ្ចឹងមកមុនគាត់ពាក់បាទការតេស្តនេះគឺយើងធ្វើបាទគ្រប់ក្រុមទាំង3ក្រុមហ្នឹងបាទអញ្ចឹងបន្ទាប់ពីគាត់ពិនិត្យស្រោមដៃរួចរាល់ហើយបាទវាមើលអត់មានធ្លុះអត់មានធ្លាទេយើងបាទពាក់ទៅហើយយើងធ្វើអញ្ចឹងបាទទាំងសងខាងហើយស្រោមដៃនេះក៏ពិតទៅបើយើងបាទក្នុងម៉ាស៊ីន Fry គេយើងពាក់បាទបានដែរម៉ាស៊ីនយើងជាការចាំបាច់ដូចថាបើយើងមិនចង់ឲ្យបាទដុំការរបស់យើងប្រឡាក់ពេលយើងច្រើនហើយឬក៏ប្រឡាក់ដៃរបស់យើងអាចពាក់ស្រោមដៃនេះបានបាទនៅពេលយើងកម្លាំងបើ Fry រួចរាល់ហើយចេះដុំការរបស់យើងរោស្អាតបើយើងចូលដៃទៅចាប់វាអាចបាទស្នាមឬក៏វាអត់ស្អាតបាទដុំការងាររបស់យើងឆ្ងាយក៏បើយើងដើម្បីធ្វើឲ្យស្អាតយើងអាចពាក់ស្រោមដៃបាទប្រភេទហ្នឹងហើយមួយទៀតបាទសក់បើពេលយើងអនុវត្តការងារគឺសក់បាទនារីគឺសំខាន់បាទយើងសក់វែងក៏ការដែលយើងធ្វើបំពង់សក់ហ្នឹងបាទជាមួយស្បៃទាំងសិនមុននឹងពាក់មួកបាទតែប៉ុន្តែការ Fry ការកលឹងយើងមិនទាមទារឲ្យពាក់មួកបាទប្រភេទសុវត្ថិភាពទេប៉ុន្តែយើងនេះគ្រាន់ជាការសម្ដែងបង្ហាញពីសុវត្ថិភាពការងារបាទយើងគ្រាន់តែពាក់ស្បៃប៉ុណ្្នឹងក៏បានដែរឬក៏មួកប្រេក៏បានដែរបាទតែសារក្នុងមេរៀនគឺយើងទាមទារបើមានសម្ភារៈទាំងអស់ហ្នឹងយើងឲ្យបានចេញចូលតាមសាច់មេរៀននៃការសម្ដែងរបស់បងប្អូនឲ្យត្រូវតាមមេរៀនរបស់គាត់បាទអញ្ចឹងគឺការធ្វើនេះគឺបានម្ដងមកក្រុមឥឡូវក្រុមទី2បានបាទធ្វើរួចរាល់ហើយ
ហើយគាត់ធ្វើតាមជំហានរបស់គាត់ត្រឹមត្រូវរបស់គាត់បាទបន្ទាប់ពីក្រុមទី2ចប់គឺយើងចូលទៅដល់ក្រុមទី3បាទបងប្អូនរតនៈគឺគាត់បានឡើងបង្ហាញពីការអនុវត្តដោយការងារសុវត្ថិភាពនឹងក៏ប៉ុន្តែរតនៈក៏បានឡើងមុនគេបាទមុនគេដោយសារគាត់បាទហើយក្លាហានជាងគេបានឡើងមុនគេប៉ុន្តែដោយសារគាត់នៅក្រុមទី3ខ្ញុំក៏ដាក់គាត់នៅចុងវីដេអូដោយសារយើងតាមដប់បណ្ដោយនៃក្រុមបាទអញ្ចឹងហើយសូមបងប្អូនទស្សនាអ្នកគ្នាឲ្យគាត់ធ្វើឲ្យខ្លះដើម្បីបានបាទឲ្យចប់នៃការអនុវត្តរបស់គាត់ហ្នឹងបាទអញ្ចឹងការធ្វើគឺស្តៀងគ្នាអញ្ចឹងគឺយើងត្រូវមកបាទតេស្តមើលស្រោមដៃមុននឹងពាក់តើវាធ្លុះឬធ្លាយអត់បាទបន្ទាប់មកគឺបើយើងពិនិត្យឃើញថាវាល្អយើងពាក់តែហើយយើងធ្វើបែបហ្នឹងគឺទៅសងខាងបាទបន្ទាប់មកគឺយើងពិនិត្យមុំខាងទៀតបាទបន្ទាប់ពីពិនិត្យសងខាងរួចរាល់ហើយយើងពាក់ទាំងសងខាងបាទបន្ទាប់ពីនឹងមកយើង process ទីបន្ទាប់ទៀតគឺយើងប្រហែលពាក់បាទទៅពាក់បន្តាបាទពាក់បន្តាភាសាប្រុសយើងអត់ថាពាក់ស្បៃសក់ទេភាសាសក់ខ្លីៗយើងមិនតម្រូវពាក់ស្បៃទេបាទចឹងគឺគ្រាន់តែពាក់បាទកន្លែងនេះគាត់ពាក់ចូលម្រាម2បន្លោះមួយចូលម្រាម2យ៉ាងហើយគឺមានការខុសឆ្គងបន្តិចយើងគាត់សោយបាទបន្ទាប់ពីពាក់សំណាញ់រួចរាល់គឺគាត់ត្រូវពាក់បាទបន្តាតែដូចក្នុងរូបនេះក៏មុននឹងពាក់ត្រូវបន្តិចមើលបន្តាតើបន្តានេះគឺថ្លាបាទអត់មានឆ្កូតអីអត់អាចមើលឃើញច្បាស់អត់អញ្ចឹងណាបាទមុននឹងពាក់បាទបន្ទាប់ពីបន្តាគឺយើងពាក់មួកបាទមួកដូចគ្នាយើងត្រូវតែលៃតម្រូវខ្សែមួកហ្នឹងឲ្យទៅតាមទំហំនៃមុខគ្រប់នៃក្បាលរបស់យើងបាទអញ្ចឹងចុងបញ្ចប់នៃវីដេអូគឺមានតែប៉ុណ្ណឹងបាទសូមអរគុណបងប្អូនអរគ្នាបាទ